បាទជំរាបសួរអ្នកនិយមរៀនភាសាអង់គ្លេសคลิปនេះខ្ញុំបង្ហាញជូនអំពីស្រៈខ្មែរសរសេរជាអង់គ្លេសស្រៈខ្មែរមានពីរក្រុមក្រុមទី1គឺស្រៈនិស្ស័យដែលមានចំនួន23តួហើយក្រុមទី2គឺស្រៈពិន្ទុដែលមានចំនួន13តួអញ្ចឹងស្រៈនិស្ស័យគឺយើងអានស្រៈអាស្រៈអេស្រៈអីស្រៈអឹស្រៈអឺស្រៈអុស្រៈអូស្រៈអ៊ូស្រៈអើស្រៈអ៊ឺស្រៈអ៊ីស្រៈអេស្រៈអែស្រៈអៃស្រៈអោស្រៈអៅស្រៈអ៊ុំស្រៈអំស្រៈអាំស្រៈអាស់ស្រៈអុសស្រៈអេសស្រៈអោះអញ្ចឹងមាន23តួហើយស្រៈពេញតួមាន13តួគឺអេអីអ៊ុអ៊ូអើរឹកឬលឹកលឺអែអៃអោអៅក្រៅពីនោះប្រសិនបើយើងប្រើស្រៈនិស្ស័យនៅក្នុងគ្រប់អក្សរសំឡេងអូហើយនឹងសំឡេងអគឺយើងត្រូវអានខុសគ្នាបើយើងប្រើជាមួយគ្រប់អក្សរខ្មែរសំឡេងអយើងអានអាអេអីរហូតដល់ចុងក្រោយអោះបើយើងអាននៅក្នុងក្រុមអូយើងអានអៀអ៊ីអ៊ីរហូតដល់ចុងក្រោយអ៊ូហើយពីព្រោះយើងបែងចែកអក្សរពីរក្រុមសំឡេងអនិងសំឡេងអូខុសគ្នា Thank you. This board I want to show you the Khmer vowel in English. So Khmer vowel there are two groups. Group number one, a dependent vowel. There are 23, and group two, independent vowel. They include all 13. So dependent vowel we say a, e, a, o, o, u, a, u, i, e, I, ao, au, om, am, a, o, s, o. And the other group is independent vowel e, a, u, rឹក ឬ លឹក លឺ ឯ ឯ អោ អៅ And also when you use vowel with the group consonant sound o and sound o, you may read with the note sound different. In sound o you say a, e, a until the end of. But in sound o you say ear, e until the end you say u. So I need you write Khmer and English vowel one by one. Read and write together one by one until the end, and also until you understand. Because after that you will write the word and sentence also reading correctly. Thank you much for you watching this clip.